អារម្មណ៍ភ្លើភេទដោយសារតែបញ្ហាក្លិនមិនល្អនៅតំបន់សម្ងាត់មានបងស្រីគាត់ពិបាកចិត្តច្រើនមែនតើទៅលើចំណុចមួយនេះដែលគាត់មានដៃគូមានគ្រួសារចាហើយធ្វើឲ្យគាត់បាត់បង់អារម្មណ៍ល្អជាមួយគ្នាស្ទើរតែមិនមានអារម្មណ៍ភ្លើភេទដោយសារតែបញ្ហាក្លិនយើងដឹងថាក្លិនគឺជារឿងមួយដែលសំខាន់បំផុតចំពោះស្ត្រីចានៅពេលដែលគាត់មានក្លិនអត់ល្អគឺគាត់អត់មានទំនុកចិត្តលើខ្លួនឯងអត់មាន confidence ទេចាមានអារម្មណ៍ថាបាត់បង់ភាពជឿជាក់ទៅលើខ្លួនឯងរហូតដល់80%តែម្ដងហើយខ្លួនគាត់ជាអ្នកដែលមានក្លិនហ្នឹងគាត់មានអារម្មណ៍ថាគាត់ខ្លួនឯងហ្នឹងពិបាកទទួលយកចុះតម្រាំតដៃគូរបស់គាត់ចុះតម្រាំតគាត់ចេញទៅខាងក្រៅជួបមិត្តភ័ក្តិជួបដៃគូឬមួយក៏ធ្វើការងារអីទៅអ្នកខាងក្រៅគេអត់ដែរនៅជាមួយគាត់ណាហើយមានធំក្លិនបែបហ្នឹងធ្វើថាគេទទួលយកបានអត់ចាអញ្ចឹងជាមូលហេតុធ្វើឲ្យបងស្រីហ្នឹងគាត់មានការខ្មាស់អៀនគាត់មានអារម្មណ៍ថាបាត់បង់ទំនុកចិត្តទៅលើខ្លួនឯងមែនតើនៅពេលដែលគាត់មានបញ្ហាក្លិនទាំងអស់ហ្នឹងប៉ុន្តែថ្ងៃនេះអ្នកគ្រូមានជាដំណោះស្រាយល្អសម្រាប់បងស្រីដែលគាត់មានក្លិនមិនល្អបែបហ្នឹងហើយគាត់ចង់បំបត្តិក្លិនគាត់ចង់ព្យាបាលទៅលើបញ្ហាហ្នឹងចាបងអាចទំនាក់ទំនងមកកាន់អ្នកគ្រូបានអ្នកគ្រូមានតិចនិចក្នុងការផ្ដល់ជូនទៅលើការថែទាំសុខភាពនិងការព្យាបាលដែលប្រកបទៅដោយប្រសិទ្ធភាពគុណភាពខ្ពស់ហើយបើចង់ដឹងព័ត៌មានលម្អិតអាចទាក់ទងមកកាន់អ្នកគ្រូតាម Telegram 069 316714បានអរគុណ